កន្លែងនេះបើអត់ប្រាប់ថានៅខេត្តប៉ាសែនទេបងប្អូនប្រហែលជាគិតថានៅស្រុកក្រៅហើយព្រោះទេសភាពដើមស្រល់នៅនេះដូចក្នុងរឿងខេត្រាម៉ាចឹងមើលទៅរ៉ូមែនទិកមែនតើអញ្ចឹងមុននឹងចូលដល់វីដេអូចុច follow page ចំណុច explore ផងពេលដែលយើងបាន 500k យើងនឹងធ្វើ giveaway ឲ្យ top fan លើនេះគឺយើងចេញដំណើរទៅលេងខេត្តប៉ាសែនអនុហើយតាមផ្លូវថ្ងៃនេះអាកាសធាតុល្អមែនតើមេឃក្តៅចេះហ្មងអញ្ចឹងឯងមកដល់នេះយើងឈៀងចូលកាហ្វេប្រោនដើម្បីហៅអីញ៉ាំតិចសិនហើយតាមផ្លូវមកកាហ្វេប្រោនឆ្នេរឯករាជ្យនេះបងប្អូនអើយឃើញសិតតាស្វាសិតតាពពែតាមផ្លូវហ្មងស្ដាយអត់បានចោះទៅលេងពពែនៅក្រោមហ្នឹងឥឡូវនេះយើងមកដល់ហាងកាហ្វេប្រោនឆ្នេរឯករាជ្យហើយប្រោននៅពេញឥឡូវញ៉ាំអត់កើតទេរសជាតិនេះរៀងស្ទើរតែមកញ៉ាំនៅមាត់សមុទ្រចេះអូយបានគ្រប់រសជាតិហ្មងណានិយាយលេងទេប៉ុន្តែមិនឲ្យគ្រប់រសជាតិមិនបើគេញ៉ាំសិតតែប្រោននៅមុខមាត់សមុទ្រអីចឹងហ៎ហើយមកញ៉ាំអីនៅប្រោននេះបើយើងទូទាត់តាមកាតវីសាកាណាឌីយ៉ានឹងតែចំណេញហ្មងព្រោះកាតវីសាកាណាឌីយ៉ាកំពុងតែមាន promotion ជាមួយនឹងប្រោនចុះ 30% ទៅលើគ្រប់មុខទាំងអស់មិនថាការកម្មងភេសជ្ជៈម្ហូបឬមួយក៏ cake ទេហើយអត់មានកំណត់ទៀតមួយថ្ងៃហ្នឹងយើងចង់កម្មងម៉ាដងក៏បានដែរ promotion នេះធ្វើជារៀងរាល់ថ្ងៃច័ន្ទគៀពុតគ្រប់សាខាប្រោនទាំងអស់លើកលែងតែប្រោនពលានយន្តហោះទេមិនថាតែប៉ុណ្្នឹងទេរាល់ការកក់អូតាសម្បត្តិយន្តហោះតាមរយៈ adtrip.com នឹងចំណេញរហូតដល់$50សម្រាប់ការប្រើប្រាស់កាតឥណទាន Visa កាណាឌីយ៉ានិងការបញ្ចុះតម្លៃ$99សម្រាប់កាត Visa កាណាឌីយ៉ាគ្រប់ប្រភេទក្នុងឱកាសពិសេសព័ត៌មានបន្ថែមបងប្អូនអាចចូលទៅតាមដាន page ធនាគារកាណាឌីយ៉ាបានតមកដំណើរកំសាន្តរបស់យើងវិញចេញពីប្រោនឆ្នេរឯករាជ្យខ្ញុំក៏បានមកកោះពោះដែលជាកោះមួយដែលយើងអត់ចាំបាច់ជិះ speedboat ដើម្បីទៅដល់ទេយើងឡើងទៅលើស្ពានឆ្លងទៅគឺទៅដល់ហើយពេលដែលយើងឡើងឆ្លងមកដល់កោះពោះហ្នឹងអ្នកដែលស្វាគមន៍យើងមុនគេគឺសត្វស្វានេះអូយស្វាច្រើនមែនតើនៅហ្នឹងអញ្ចឹងពេលទៅលេងកុំភ្លេចយកចេកផ្ញើអូនផងឥឡូវនេះយើងមកដល់មាត់សមុទ្រដែរកន្លែងយើងត្រូវទុកឡានហ្នឹងហើយអញ្ចឹងសម្រាប់ឡានមួយគឺតម្លៃ$5ហើយម៉ូតូមួយតម្លៃ$2ផ្ញើឡាននេះហើយយើងដាក់ចូលមកលេងឆ្នេរនៅខាងក្នុងហ្នឹងទៅហើយខ្ញុំឃើញឆ្នេរមួយនេះគឺមើលទៅប្លែកជាងគេមែនតើបងប្អូនដោយសារតែវាមានដើមស្រល់ដុះជាជួរនេះប្រហែលជាគេដាំហើយបានវាដុះជាជួរហើយត្រង់ស្មើស្អាតអញ្ចឹងហើយនៅឆ្នេរកោះពោះហ្នឹងស្អាតខ្លាំងមែនដូចក្នុងរឿងខេត្រាម៉ាអញ្ចឹងពេលមើលឃើញទេសភាពហ្នឹងគ្រាន់ថាឆ្នេរខ្សាច់នៅឆ្នេរកោះពោះនេះមិនមែនជាឆ្នេរពណ៌សក្បោះទេនៅនេះខ្សាច់រាងក្រហមបើយើងហៅព្រោះគេហៅតែខ្សាច់ពណ៌មាសតែគេមានបរិយាកាសច្រើនណាស់មានបរិយាកាសបែបថាមានដើមស្រល់ផងមានឆ្នេរខ្សាច់ពណ៌មាសមានបែបផ្ទាំងថ្មចេះឲ្យយើងអង្គុយលេងមើលក្រុងបរសៃអនុហើយក៏មានទួលខ្សាច់នៅកណ្ដាលសមុទ្រចេះតំណងមែនតើនៅនេះយើងអាចមកដើរលេងយកអីមកញ៉ាំនៅនឹងបានតែគ្រាន់ថាបងប្អូនអើយពេលដែលយកអីមកញ៉ាំហ្នឹងសុំបន្តិចណោះជួយគ្នាពេលដែលញ៉ាំអីហើយហ្នឹងជួយប្រមូលសម្រាប់ប្រមូលអីត្រឡប់ទៅវិញផងព្រោះខ្ញុំឃើញនៅហ្នឹងក៏មានធុងសម្រាប់ដែរអញ្ចឹងបងប្អូនញ៉ាំអីហើយជួយគ្នាម្នាក់បន្តិចណោះប្រមូលសម្រាប់មកចោលធុងសម្រាប់វិញផងមួយដើម្បីឲ្យឆ្នេររបស់យើងនៅតែស្រស់ស្អាតហើយតាក់ទាញភ្ញៀវទេសចរទៀតសម្រាប់កោះពោះនេះដែរខ្ទង់ប្រហែលជាម៉ោង6អីគេបិទទ្វារឡើងឲ្យចូលហើយតែបើអ្នកចេញគឺនៅតែចេញបានពេលថ្ងៃលិចនេះខ្ញុំជិះមកវិញហ្នឹងអូយឃើញទេសភាពលើស្ពានហ្នឹងមើលមកកន្លែងទុកដែលគេចតចោលនេះអូយស្អាតខ្លាំងមែនតើកន្លែងស្ពានហ្នឹងក៏កន្លែងគេថតរូបថតវីដេអូអីស្អាតដែរអញ្ចឹងពេលខ្ញុំទៅវីដេអូមួយនេះមានតែប៉ុណ្្នឹងទេហើយកុំភ្លេចបើកកាតវីសាកាណាឌីយ៉ាផងដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយ